នៅចាំយាយសោយដៃគូសម្ដែងជាមួយយាយសំឬទេពេលនេះយាយសោយបានលាអ្នកគាំទ្រទៅគ្មានថ្ងៃត្រឡប់វិញទេចាមហាជននិយមតាមដានការសម្ដែងបែបកំប្លុកកំប្លែងជាពិសេសការសម្ដែងរបស់សិល្បករវ័យចំណាស់ច្បាស់ជាបានស្គាល់មកហើយយាយសោយនិងយាយសំចាដែលជាដៃគូសម្ដែងយ៉ាងស័ក្តិសមកាលនោះគេចាំបានថាយាយសោយនិងយាយសំចាទទួលបានការគាំទ្រយ៉ាងខ្លាំងបន្ទាប់ពីលោកយាយទាំងពីររូបបានសម្ដែងមាតិកាឲ្យក្រុមហ៊ុនឆ្នោតមួយកាលពីប្រមាណ10ឆ្នាំមុនរហូតចាំមានអ្នកគាំទ្រសឹងពេញប្រទេសចាក្រោយសាងគេឈ្មោះមានប្រជាប្រិយភាពការសម្ដែងបែបកំ pl ែងហើយនោះយាយសោយនិងចាយាយសំក៏បានបន្តដំណើរលើវិថីសិល្បៈចាបានមួយរយៈធំហើយក៏បាត់វត្តមានទៅវិញរហូតមកទល់ពេលនេះចាយ៉ាងណាមិញនៅថ្ងៃទី13ខែមិនិនាឆ្នាំ2026កន្លងទៅចាមហាជនអ្នកគាំទ្រមានការស្លុតចិត្តយ៉ាងខ្លាំងចាបន្ទាប់ពីក្រុមគ្រួសារយាយសោយបានប្រកាសដំណឹងមរណភាពរបស់គាត់ចាគួរឲ្យដឹងថាមុននឹងទទួលមរណភាពកាលពីថ្ងៃទី5ខែមិនិនាឆ្នាំ2026កន្លងទៅយាយសោយត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យខណៈយាយសោយមានស្ថានភាពធ្ងន់ធ្ងរលែងដឹងខ្លួនក្នុងនោះក្រុមគ្រួសារយាយសោយបន្ថែមថាគ្រូពេទ្យសន្និដ្ឋានបឋមថាលោកជាយអាចប៉ះពាល់ដល់សាយឈាមខួរក្បាលសូមជម្រាបដែរថាយាយសោយមានឈ្មោះដើមថាអ៊ីវសនជាតួសម្ដែងឲ្យសាលាតុនបូស្កូបកែបចាកាលពីឆ្នាំ2017យាយសោយបានទទួលមរណភាពកាលពីព្រឹកថ្ងៃទី13ខែមិនិនាឆ្នាំ2026ដោយរោគគាពៀតសូមវិញ្ញាណក្ខន្ធលោកជាយបានទៅកាន់សុគតិភពដោយសុខសាន្តផងចុះ